សួស្តីអ្នកនាងនៅនឹងមុខខ្ញុំនេះគឺជា Lancer 80 series ជាប្រភេទ brand របស់អានេះគឺខ្ញុំផ្លេចបាត់ហើយនេះ Hotwell មិនម៉ាច់ច្បុកទេហើយអាឡានទាំង4នេះគឺខ្ញុំបានដូរកង់វាហើយខ្ញុំដូរកង់វាពីកង់ Hotwell ធម្មតាហើយអានេះកង់នេះគឺសិតតែពួកដូរហើយអានេះបានក្រុមគឺយើងស្វានចេញអានេះ Lancer 80 series ហ្នឹងគឺកង់នេះគឺខ្ញុំយកឲ្យដូចគ្នានឹងកង់នេះអ្នកឃើញអត់អានេះគឺវាបាត់មកចាប់មកកបចឹងខ្ញុំចាំមើលខ្ញុំធ្វើមួយទៀតតែអីខ្ញុំនិយាយមួយទៀតអូខេអានេះគឺខ្ញុំដាក់ចូលក្នុងតុបកង់ដូចគ្នាហើយអានេះដូចជាមិញហ្នឹងរបូតនេះចឹងហើយយើងរៀបវាសម័យអូខេដូចជាFord ហ្នឹងមានអ្នកយកទៅមួយបាត់ហើយខ្ញុំអត់ចាំណាទេក៏ប៉ុន្តែអានេះក្រុមពួក Lancer នេះគឺយកមកដូចជា6គ្រាប់ក៏លក់អាចចេញ2គ្រាប់ហើយកាលហ្នឹងលក់ដាច់អត់តដូរកង់ពេលដូរកង់ហើយលក់លេងដាច់បាទអត់យកអានេះគឺLancer 80 series ដែរប៉ុន្តែខ្ញុំធ្វើវាបែបកង់ classic ហ្នឹងណាដូចLancer ជិះក្នុងក្រុងអីចឹងទៅបើសិនខ្ញុំមានលុយក៏ខ្ញុំរៀបLancerបែប classic អញ្ចឹងដែរហើយអានេះកង់ស្គូក្រោយខ្ញុំគិតថាហ្នឹងខ្ញុំត្រូវ remove វាចេញហើយ Hotwell គឺធ្វើអានេះខ្ញុំពេញចិត្តមែនទេហេតុអីអត់វាធ្វើកញ្ចក់ខាងនេះបាទហើយមកក្រោយទៀតគឺខ្ញុំយកទៅទុកដាក់ធ្វើមែនទេLancer 80 series ដែរហើយដូចគ្នាទាំងអស់ប៉ុន្តែខ្ញុំបាន remove sticker នេះចេញពេលដែលខ្ញុំ remove អាហ្នឹងគឺវា clean ណាវាអត់ឃើញស្ញីញ៉ៃប៉ុន្តែឡានវារៀងបាក់សម្រាប់តិចសារ clean ស្អាតវាមើលទៅប្រឡាក់តដាបមកតែឡាន off-road គេមិនដែរគិតថាផ្ទាល់តែ clean ដល់ស្អាតទេព្រោះឡានត្រូវទៅយកទៅចោះពកយកអីហ្នឹងក៏ប៉ុន្តែអាហ្នឹងវាគ្រាន់តែជាពាក្យលួងចិត្តទេតែខ្ញុំធ្វើអត់ស្អាតទេកន្លែងហ្នឹងហើយអានេះខ្ញុំធ្វើភ្លើង LED light ហើយខ្ញុំធ្វើជាមួយនឹង roll cage អានេះ roll cage នេះគឺវារឿងធំដោយសារតែខ្ញុំចង់ដាក់ពេលពួកតង់ហ្នឹងហើយតែបើនេះអត់គិតដាក់តង់ទេតែបើនេះដាក់តង់ហើយឆ្អឹងវាធំតែអានេះបើឡើងមែនតើវិញយកឃ្លោងឡើងមកហើយអានេះ stop ក្រោយគឺខ្ញុំ paint ធ្វើក្រោយខ្លួនឯងហើយអានេះតង់វាគឺវិលបានតែខ្ញុំបិទជាមួយ stick នឹងជាប់បានអញ្ចឹងអានេះយើងក៏កលេចយើងដឹងហ្មងណាស្វានដោយម៉ូតូទូចបាទម៉ូតូស្វានផ្លែទូចគឺដឹងតែនិយាយឡានចឹងហើយក៏ប៉ុន្តែវា easy វាស្រួលសម្រាប់យើងចង់ស្វានហើយអានេះមានតែប៉ុណ្្នឹងទេអញ្ចឹងចំពោះ Lancer ទាំង4នេះគឺជាប្រភេទ4 mode ផ្សេងគ្នាដែលមាន classic ហើយលេងបែបកម្រិតមធ្យមហើយកម្រិតល្មមហើយនឹងកម្រិត high ហ្មងនេះគឺ modify កាងអីគ្រប់យ៉ាងហើយអាឡាននេះទិញមកស្រីហ្នឹងនេះមានកាងមានអីមកស្រាប់មកនេះមានកាងវាអត់មិនប្រើមួយកាងស្រីនេះគឺ modify ស្រាប់មកទៅលយហ្មង Hotwell គឺអត់ដឹងបានកម្រុងឡាន Lancer ហ្នឹងមកពីណាប៉ុន្តែHotwell គេដូចជាមានឡានមែនតើហើយមិនគេយកធ្វើកូនឡានអញ្ចឹងវាអាចយកទៅគំរូអាឡានហ្នឹងមែនតើមកហើយឡាន Hotwell ច្រើនខ្ញុំធ្លាប់ search ឃើញដូចជាប្រភេទពួកយើងឃើញជីវិតពិតអញ្ចឹងណាដូច Ford Ranger Raptor HS ហ្នឹងក៏មានមែនតើដែរមាន sticker មាន skut ប៉ុន្តែខ្ញុំទិញមកខ្ញុំយកមក remove ចោលហេតុអីខ្ញុំនិយាយវិធីរបស់ Lancer ហើយនឹងអាហ្នឹងដោយសារតាមក Hotwell គឺខ្ញុំទិញតែ2 brand ហ្នឹងទេហើយនឹងដូចជា i7 មួយទៀតតែឥឡូវគឺ i7 នឹង rolling បានហើយសម្រាប់ i7 ពណ៌បៃតងអ្នកនរធ្លាប់ទិញពីកូឡាំង license គឺដឹងហើយអញ្ចឹងខ្ញុំគិតថាវីដេអូនេះគឺយើងមានតែប៉ុណ្្នឹងទេយើងនឹងជួបគ្នានៅវីដេអូក្រោយអញ្ចឹងនេះគឺជាប្រភេទពូ Lancer 80 series អូខេបាយអ្នកនរ